ចាវីដេអូនេះខ្ញុំចង់ជំរាបជូនបងប្អូនមួយចំនួនដែលគាត់តែងតែគិតថានៅពេលដែលគេថតអីបោះឲ្យតាមបណ្ដាញសង្គមឬក៏បង្ហាញអីតាមបណ្ដាញសង្គមអីអញ្ចឹងគឺសិតតែគេអួតសិតតែគេហ្នឹងចង់បង្ហាញឲ្យគេឃើញថាខ្លួនឯងហ្នឹងមានអីលាក់ខ្លះទៅចាំបាច់បង្ហាញគេអស់អីអញ្ចឹងណាបងប្អូនចានេះគ្រាន់តែជាការធ្វើវីដេអូទេបងប្អូនចាអញ្ចឹងនៅពេលដែលយើងមានអីប្លែកទៅថាមិនថាគេអត់មានទេបងប្អូនគេមានដែរគ្រាន់ថាអានេះជាចំណែកមួយដែលយើងមានអញ្ចឹងណាចាអញ្ចឹងយើងរំភើបយើងនៅពេលដែលយើងមានអ្វីមួយយើងធ្វើអ្វីបានអីចឹងណាបងប្អូនចាអញ្ចឹងយើងចង់បង្ហាញនេះមិនចង់លក្ខណៈថាអួតទេបងប្អូនគឺលក្ខណៈថាយើងចង់ឲ្យបងប្អូនតែគាត់មើលវីដេអូរបស់ខ្ញុំហ្នឹងគាត់ឃើញអ្វីដែលប្លែកនៅក្នុងវីដេអូហ្នឹងអញ្ចឹងណាបងប្អូនចាអញ្ចឹងនៅពេលដែលគាត់មើលវីដេអូហ្នឹងហើយគាត់អត់មានទេចង់និយាយថាវីដេអូដែលខ្ញុំកំពុងតែបង្ហោះអញ្ចឹងណាកំពុងតែធ្វើវីដេអូហ្នឹងគឺគាត់អត់ទាន់មានទេអញ្ចឹងគាត់នៅពេលដែលគាត់មើលវីដេអូខ្ញុំហើយគាត់អាចមានអារម្មណ៍ថាគាត់ចង់ដាំចង់អីចឹងដែរណាបងប្អូនចាចង់និយាយថាអ្នកខ្លះគាត់ថាបងប្អូនខ្លះគាត់គិតថាជួនកាលសកានេះអីចឹងដាំនៅស្រុកយើងវាមិនបានផ្លែបានអីចឹងណាបងប្អូនចាអញ្ចឹងនៅពេលដែលខ្ញុំដាំហើយខ្ញុំបានផលអញ្ចឹងថាវាមានផ្លែពិតមែនបានផលពិតមែនអញ្ចឹងខ្ញុំចង់បង្ហាញបងប្អូនឲ្យឃើញថាសកានេះដាំនៅស្រុកយើងក៏បានដែរអញ្ចឹងនិយាយថាគេដាំបានគ្រប់គ្នានឹងប៉ុន្តែខាងលោមានបងប្អូនខ្លះក៏អត់ដឹងថាដាំសកានេះទៅនៅស្រុកយើងអត់បានអីអញ្ចឹងណាបងប្អូនចានេះខ្ញុំដាំបានពិតថាបងប្អូនចាផ្លែដែលយើងដាំបានខ្លួនឯងយើងអត់មានប្រើអីទេបងប្អូនយើងប្រើតែជីអាចគោអញ្ចឹងនៅពេលដែលយើងញ៉ាំទៅយើងមានអារម្មណ៍ថាស្និទ្ធស្នាលនឹងក្នុងការញ៉ាំអញ្ចឹងណាបងប្អូនចាព្រោះអីរបស់ដែលយើងដាំខ្លួនឯងយើងប្រើតែជីធម្មជាតិអញ្ចឹងនៅពេលដែលយើងញ៉ាំទៅគឺញ៉ាំពេញមាត់ស្និទ្ធស្នាលក្នុងការញ៉ាំអញ្ចឹងណាបងប្អូនចាអញ្ចឹងនៅពេលដែលកូនយើងញ៉ាំក៏យើងមានទំនុកចិត្តដែរថាបងប្អូនចានេះព្រោះកូនខ្ញុំនៅពេលដែលបានផលគឺគាត់ចូលចិត្តញ៉ាំបងប្អូនចាគាត់ថាឆ្ងាញ់វាមានជាតិឆ្ងាញ់ផ្អែមជូរផ្អែមលាយគ្នាតិចអញ្ចឹងណាបងប្អូនចានិយាយទៅរសជាតិវាអែមហ្មងបងប្អូននៅពេលដែលយើងដាំបានអញ្ចឹងឆ្ងាញ់បងប្អូនឃើញបោកចេញមកគឺឆ្ងាញ់ហើយយើងគាត់ញ៉ាំជាមួយបងប្អូនចាអញ្ចឹងក្នុងវីដេអូនេះខ្ញុំនិយាយចាំទេបងប្អូនគ្រាន់តែថាខ្ញុំចង់និយាយថានេះជាវីដេអូចែករំលែកបន្តិចបន្តួចទៅកាន់បងប្អូនអញ្ចឹងណាបងប្អូនអត់មានអីជាការអួតជាការបង្ហាញទេគឺគ្រាន់តែថាចង់ប្រាប់បងប្អូនថាខ្ញុំដាំសកានេះបានផលហើយបងប្អូនចាអរគុណច្រើនបងប្អូន